ក៏មានឪពុកក្នុងខេត្តពោធិ៍សធានេះតាំងពីដើមរហូតមកគ្រប់យ៉ាងជារបស់គូគ្នាមានកង្ហិតមានភ្លឺមានល្អមានអាក្រក់បើសិនបើឲ្យរើសចំពោះរបស់ដែលខ្លួនឯងពេញចិត្តហើយគ្រប់គ្នារមែងប្រាថ្នាតែរបស់ដែលល្អតែតាមពិតសេចក្តីប្រាថ្នានោះគឺទាល់តែមានការប្រព្រឹត្តឲ្យបានល្អត្រឹមត្រូវទើបអាចសម្រេចទៅបានការដើរផ្លូវពោលគឺប្រការប្រព្រឹត្តដើម្បីឲ្យបានទៅដល់សេចក្តីល្អសមតាមបំណងប្រាថ្នាគឺការស្រឡាញ់អ្នកដទៃជាការស្រឡាញ់ដោយសេចក្តីរាប់អានស្រឡាញ់ដោយមេត្តាព្រោះថាការស្រឡាញ់អ្នកដទៃបែបនេះអាចដោះស្រាយនៅបញ្ហាបានដោយចំពោះគឺបញ្ហាបៀតបៀនធ្វើឲ្យលោកនេះមានតែសុខសន្តិភាពមេត្តាជាធម៌សាងលោកនិងទ្រទ្រង់លោកការស្រឡាញ់អ្នកដទៃដោយធម៌មេត្តានឹងកើតឡើងបានឪពុកសូមប្រាប់ដល់កូនដូចតទៅ1សូមឲ្យកូនបានសម្លឹងមើលអ្នកដទៃជាមិត្តល្អមិត្តរួមកើតរួមចាស់រួមឈឺរួមស្លាប់ជាមួយគ្នាទាំងអស់មិនថាអតីតអនាគតឬក៏បច្ចុប្បន្នឡើយ2សម្លឹងមើលផ្នែកល្អនៃសត្វលោកនិងសម្លឹងមើលបំណងប្រាថ្នានៃសត្វលោកដែលចង់បានសេចក្តីសុខដូចគ្នាព្រមទាំងសម្លឹងមើលសង្ខារលោកតាមសេចក្តីពិតផង3មានសេចក្តីសន្តោសគឺមានការបំពេញចិត្តតាមមានតាមបានជាភូមិឋានក្នុងជីវិតមានបានយ៉ាងណាព្រមលំមយ៉ាងនោះមិនប្រកាន់ស្អិតព្រោះឃើញដល់ហេតុតែសមគួរជាមួយផលសូមឲ្យកូនគិតថាមានក៏ល្អមិនមានក៏បានពេញចិត្តចំពោះរបស់ដែលសមគួរគឺរបស់ដែលបានមកដោយសុចរិតចិញ្ចឹមជីវិតដោយត្រង់ត្រជាក់ត្រជុំ4មានការតាំងចិត្តគាំឃើញទោសនៃសេចក្តីខ្ជិលឃើញគុណប្រយោជន៍នៃសេចក្តីព្យាយាមការបានជួបនៅរបស់ដែលមិនជាទីប្រាថ្នាត្រូវកូនធ្វើទុកក្នុងចិត្តថាលៀបយួរសុខទុក្ខសរសើរនន្ទាអស់លៀបអស់យួរជាច្បាប់ធម្មតារបស់ជីវិតបើក្តៅខ្លាំងកូនត្រូវពាក់មួកឬបាំងឆាត់កូនមិនត្រូវខឹងប្រទុះនឹងក្តៅឡើយចំណុចទី1និងទី2ជាហេតុចិត្តនៃចិត្តមេត្តាចំណុចទី3សេចក្តីសន្តោសរារាំងលោភៈព្រោះបើលោភៈច្រើននាំឲ្យខូចការរាប់អានរហូតនាំចូលទៅរកការបៀតបៀនទៀតផងចំណុចទី4គឺព្យាយាមជាគូនឹងសន្តោសញ៉ាំងជីវិតឲ្យមានសេរីភាពជាប្រយោជន៍ដល់ការរក្សានៅគុណធម៌ម្យ៉ាងទៀតការមិនញាប់ញ័រនឹងលោកធម៌មិនទាស់ចិត្តជាមួយនឹងរបស់ធម្មតាឈ្មោះថាមានធម៌ជាទីពឹងបុគ្គលមានធម៌ជាទីពឹងរមែងមិនខឹងក្រោធជាមួយនឹងអ្នកដទៃឡើយចូលកូនចាំទុកថាខឹងក្រោធនឹងអ្នកដទៃគឺលុតចង្គង់អង្វរសុំសេចក្តីសុខពីអ្នកដទៃឯការស្រឡាញ់រាប់អានអ្នកដទៃជាការចែកនៅសេចក្តីសុខដែលខ្លួនមានយ៉ាងសម្បូរឲ្យដល់អ្នកដទៃបើកូនចេះស្រឡាញ់រាប់អានអ្នកដទៃប្រកបទៅដោយធម៌មេត្តាហើយកូននឹងបាននៅសេចក្តីល្អសមតាមបំណងប្រាថ្នាបីដូចមានឪពុកមានទេវតាតាមថែរក្សាអីចឹងឯងមេត្តាប្រែថាការរាប់អានរកអ្នកដែលបានរួមកើតចាប់កើតស្លាប់គ្រប់គ្នាប្រាថ្នាសុខឆាប់ប្រញាប់ចង់រួចពីទុក្ខាសត្វលោកស្រឡាញ់ខ្លួនឯងណាស់កិលេសសែនក្រាស់គ្រប់អាត្មាព្រះឲ្យយកខ្លួនជាឧបមាសត្វក្នុងលោកាសប្រាថ្នាសុខអធ្យាស្រ័យសត្វមិនដូចគ្នា
ចាត់ចែងការងារតាមភូមិស្រុកប៉ុន្តែសត្វលោកប្រឹងសម្រុកធ្វើការយកស្រុកដូចតែគ្នាកាលណាបានយល់ដូច្នេះហើយចម្លើយដ៏ល្អគឺភាវនាចម្រើនមេត្តាជ្រួចគង្គាព្រួញពឹសខ្លាយជាបុប្ផាស្រស់